មុននឹងយកឈ្នះចិត្តអ្នកដទៃបានហើយមុននឹងបន្ទន់ចិត្តនរណាម្នាក់បានរឿងដំបូងដែលអ្នកចាំបាច់ត្រូវតែសិក្សានិងវឹកហាត់នោះគឺសិល្បៈក្នុងការនិយាយបើទោះបីជាអ្នកនឹងនិយាយនៅទីកន្លែងណាក៏ដោយចុះការនិយាយឲ្យបានពូកែនិងឲ្យបានផលជារឿងសំខាន់ដូច្នេះអ្នកចាំបាច់ត្រូវតែសិក្សាពីតិចនិចឲ្យបានមុតស្រួចទើបបានបន្តិចទៀតនេះខ្ញុំនឹងរៀបរាប់ពីវិធីនិយាយយ៉ាងមានសិល្បៈឲ្យអ្នកទាំងអស់គ្នាស្ដាប់បើសិនជាអ្នកនិយាយបានល្អនិងមានសិល្បៈនោះជឿថាអ្វីៗគ្រប់យ៉ាងមើលទៅដូចជាដើរទៅមុខយ៉ាងរលូនមិនថាជាការកសាងមិត្តឬទូនាទីការងារទេអ្វីដែលសំខាន់គឺអាចយកឈ្នះចិត្តអ្នកដទៃនិងអូសទាញចិត្តគេឲ្យចាក់បណ្ដោយមកតាមការគិតរបស់យើងបានជាងគេផងដែរប៉ុន្តែតើមានមនុស្សប៉ុន្មានអ្នកទៅដែលអាចជាអ្នកនិយាយបានល្អនិងមានសិល្បៈនោះបើយោងទៅតាមការសិក្សានិងស្រាវជ្រាវបានបង្ហាញថាការនិយាយមិនមែនជារឿងដែលលំបាកលំបិនដោយដែលមនុស្សធ្លាប់គិតនោះទេប្រសិនបើអ្នកមានបញ្ហាក្នុងការនិយាយនេះគឺជាគោលការណ៍ងាយៗដែលនឹងធ្វើឲ្យពាក្យនិយាយរបស់អ្នកមានមន្តស្នេហ៍អាចទាក់ចិត្តមនុស្សនិងអាចអូសទាញចិត្តមនុស្សបានយ៉ាងងាយបំផុត1. និយាយជាមួយអ្នកណាត្រូវយកចិត្តទុកដាក់ជាមួយអ្នកនោះសាកគិតមើលថាប្រសិនបើអ្នកកំពុងតែនិយាយយ៉ាងតាំងចិត្តនិងយកចិត្តទុកដាក់ប៉ុន្តែគូសន្ទនារបស់អ្នកបែរជាបង្ហាញកិរិយាហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការនិយាយរបស់អ្នកប្រហែលជាមិនសប្បាយចិត្តទេមែនទេដូច្នេះការធ្វើខ្លួនជាអ្នកស្ដាប់ដ៏ល្អនិងស្ដាប់ដោយយកចិត្តទុកដាក់អាចរាប់ថាជាវិធីឈ្នះចិត្តគូសន្ទនាមួយដំណាក់កាលរួចទៅហើយ 2. ទាញការចាប់អារម្មណ៍យ៉ាងឆ្លៀសវៃអំពីអ្នកស្ដាប់បើសិនជាអ្នកចង់ឲ្យគូសន្ទនារបស់អ្នកចាប់អារម្មណ៍ក្នុងរឿងដែលអ្នកនិយាយអ្នកត្រូវស្វែងរកវិធីសាស្ត្រក្នុងការនិយាយធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍ពីអ្នកស្ដាប់ឲ្យបានវិធីសាស្ត្រនោះគឺអ្នកត្រូវសម្រួលសំឡេងនិងអាកប្បកិរិយាយ៉ាងណាឲ្យស័ក្តិសមជាអ្នកនិយាយសិនអ្នកគប្បីសម្ដែងឲ្យស្រដៀងគ្នាទៅនឹងការឃោសនានៃការលក់ទំនិញអ្វីមួយដែរចូលធ្វើឲ្យគូសន្ទនាចាប់អារម្មណ៍ចំពោះពាក្យសម្ដីរបស់អ្នកគ្រប់ពាក្យដែលនិយាយចេញទៅឲ្យបាន 3. ប្រើភាសាអូសទាញអ្នកស្ដាប់ជាការពិតណាស់ដើម្បីឲ្យការនិយាយរបស់អ្នកបានល្អភាសាដែលអ្នកចាប់យកមកនិយាយគឺជារឿងសំខាន់ដែលអ្នកត្រូវតែគិតនៅពេលដែលអ្នកនិយាយឲ្យនរណាម្នាក់ស្ដាប់សូមមេត្តាកុំប្រើភាសាឬពាក្យដែលអ្នកស្ដាប់ពិបាកយល់និងពិបាកចាប់បានជាដាច់ខាតព្រោះគេអាចនឹងធុញទ្រាន់នឹងអ្នករហូតដល់ចង់ក្រោកចេញទាំងដែលអ្នកនៅនិយាយមិនទាន់ចប់នៅឡើយនោះលក្ខខណ្ឌនេះអ្នកចាំបាច់ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនព្រោះបើមិនដូច្នោះទេការនិយាយរបស់អ្នកនឹងអស់ប្រជាប្រិយភាពទាំងដែលអ្នកនៅមិនទាន់ឈានទៅដល់រឿងដែលអ្នកត្រូវការផង 4. ទីអ្នកស្ដាប់ដោយប្រុងប្រយ័ត្នការនិយាយគ្នាដោយបើកចំហត្រង់ទៅត្រង់មកនឹងធ្វើឲ្យគូសន្ទនាទុកចិត្តចំពោះអ្នកបើគូសន្ទនាជាមនុស្សដែលយើងស្និទ្ធស្នាលផងនោះរឹតតែមិនត្រូវគិតទៅទៀតនឹងធ្វើឲ្យរឿងដែលយើងកំពុងតែនិយាយគ្នានោះពោពេញដោយភាពរស់រវើកសប្បាយរីករាយក៏គិតកក្រែងតែប្រសិនបើគូសន្ទនាមិនមែនជាមនុស្សដែលធ្លាប់ស្គាល់គ្នាឬអាចជាមនុស្សដែលទើបនឹងស្គាល់យើងត្រូវនិយាយយ៉ាងប្រុងប្រយ័ត្នបន្តិចទៅបានមិនត្រូវនាំរឿងផ្ទាល់ខ្លួនទៅនិយាយបើកកាយឲ្យច្រើនពេកនោះទេព្រោះយើងមិនស្គាល់គេប្រកាសថាតើគេគិតយ៉ាងណាចំពោះយើងឡើយបើសិនយើងនិយាយមិនមានការប្រុងប្រយ័ត្នទេគេអាចនឹងសើចចំអកដាក់យើងមើលងាយយើងឬមិនក្រែងចិត្តចំពោះយើងក៏អាចថាបានដែរត្រង់នេះក៏ត្រូវប្រុងប្រយ័ត្នឲ្យមែនទែនដែរ 5. សាងភាពស្និទ្ធស្នាលជាមួយអ្នកស្ដាប់ទើបទាញចិត្តបានការនិយាយគ្នាប្រហែលជាអាចជាមានការធុញទ្រាន់និងសាបដូចជាសម្លសាបមិនដាក់ទឹកត្រីដូចនោះដែរបើសិនជាការនិយាយគ្នានោះអ្នកផ្ដោតទៅលើអ្នកច្រើនជាងអ្នកដែលកំពុងស្ដាប់អ្នកនិយាយនោះការនិយាយអាចនឹងសប្បាយឬពោពេញទៅដោយរសជាតិទៅបានលក្ខណៈតែមានភាពស្និទ្ធស្នាលនេះប្រៀបបាននឹងស៊ីម៉ង់ផ្សារភ្ជាប់រវាងអ្នកនិយាយនិងអ្នកស្ដាប់បើអ្នកចង់អូសទាញគូសន្ទនារបស់អ្នកភាពស្និទ្ធស្នាលគឺជារឿងសំខាន់មិនអាចខ្វះបានសូមចងចាំថាត្រូវតែរក្សាភាពស្និទ្ធស្នាលមុននឹងអូសទាញនរណាម្នាក់ 6. និយាយរឿងដែលគូសន្ទនាអ្នកចាប់អារម្មណ៍បើសិនចង់ក្លាយជាអ្នកនិយាយដ៏ពូកែនិងចង់ឲ្យគូសន្ទនាតាំងចិត្តស្ដាប់អ្នកនិងចង់ឲ្យការសន្ទនាពោពេញទៅដោយរសជាតិនោះសូមអ្នកចាំឲ្យជាក់ក្នុងចិត្តថារឿងដែលអ្នកនាំមកនិយាយនោះចាំបាច់ជារឿងដែលគូសន្ទនារបស់អ្នកចូលចិត្តនិងចាប់អារម្មណ៍ផងដែរបើសិនជាអ្នកនាំរឿងដែលគូសន្ទនារបស់អ្នកមិនចាប់អារម្មណ៍ទេនោះពេលដែលអ្នកនិយាយនឹងមានអារម្មណ៍ថាអ្នកកំពុងតែនិយាយម្នាក់ឯងដូចជាមនុស្សឈួតមិនខុសគ្នាឡើយព្រោះគូសន្ទនារបស់អ្នកគេគឺជាមនុស្សក
ឬមិនអញ្ចឹងទេនឹងធ្វើអាកប្បកិរិយារំខានអ្នកពេញទំហឹងតែម្ដងអ្នកក៏ប្រហែលជាមិនត្រូវការដូច្នោះដែរដូច្នេះត្រង់នេះអ្នកត្រូវតែចងចាំឲ្យស្ទាត់បើអ្នកភ្លេចវានឹងនាំឲ្យអ្នកបានតែភាពអាម៉ាស់តែប៉ុណ្ណោះសម្រាប់ជីវិតរបស់អ្នក 7 ត្រូវមានហេតុផលនិងត្រូវធ្វើចិត្តឲ្យទូលាយកាលដែលយើងជាមនុស្សមានហេតុផលនិងធ្វើចិត្តឲ្យទូលាយនឹងធ្វើឲ្យការសន្ទនាប្រព្រឹត្តទៅបានយ៉ាងរលូននិងបានលទ្ធផលល្អពីការសន្ទនានោះបើសិនជាយើងជាមនុស្សគ្មានហេតុផលនិងចិត្តចង្អៀតវាមិនត្រឹមតែធ្វើឲ្យយើងមិនសមដោយប្រាថ្នាទេយើងអាចនឹងទទួលបានសត្រូវមកច្រើនឡើងក៏ថាបានដែរការវែកញែកនិងការជជែកគ្នាយ៉ាងតឹងសរសៃកក៏ប្រហែលជានឹងកើតមានឡើងដែលនេះនឹងញ៉ាំងឲ្យយើងក្តៅក្រហាយនៅពេលក្រោយបើសិនជាសំណាងអាក្រក់ក៏អាចនឹងក្តៅក្រហាយចិត្តជាមួយនឹងខ្លួនឯងយូរយារទៀតផងដូច្នេះត្រូវតែគិតឲ្យបានល្អនិងហ្មត់ចត់ព្រោះបំណងនៃការសន្ទនាដើម្បីសាងមិត្តភាពឲ្យបានច្រើនជាងការសាងសត្រូវហើយវាក៏មិនមែនដើម្បីសាងភាពក្តៅក្រហាយឲ្យដល់ខ្លួនយើងនោះដែរ 8 ផ្ដល់កិត្តិយសចំពោះទស្សនៈរបស់គូសន្ទនានៅពេលយើងនិយាយជាមួយនឹងនរណាម្នាក់យើងត្រូវដឹងពីចំណុចដែលត្រូវផ្ដល់កិត្តិយសនិងការគោរពក្នុងការគិតរបស់ពួកគេជាក់ស្ដែងបើសិនជាយើងមិនយល់ស្របនឹងពាក្យសម្ដីឬការគិតឃើញរបស់គូសន្ទនាយើងទេយើងអាចនឹងជំទាស់ឡើងបានប៉ុន្តែត្រូវជំទាស់ដោយសុភាពមិនត្រូវប្រើកិរិយាគ្មានមារយាទនោះទេហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺត្រូវចងចាំថាមនុស្សម្នាក់ៗមានសិទ្ធិក្នុងការគិតហើយវាក៏មិនត្រូវបានវាយប្រហារនិងមើលងាយពីបុគ្គលណាម្នាក់ដែរយើងមិនគួរគិតមកសរុបថាការគិតរបស់ខ្លួនឯងត្រឹមត្រូវតែម្ខាងនោះទេការនិយាយគ្នាអាចនឹងមានរឿងល្អៗកើតឡើងបានលុះត្រាតែយើងចេះទទួលស្គាល់ការគិតរបស់អ្នកដទៃដើម្បីឲ្យយើងអាចនាំមកនូវការត្រេះរិះគិតដល់ហេតុផលរបស់មនុស្សម្នាក់ៗហើយយើងក៏នឹងបានការចេះដឹងបន្ថែមទៀតពីអ្វីដែលមិនធ្លាប់ស្គាល់មិនធ្លាប់ដឹងនិងមិនធ្លាប់ធ្វើពីមុនមកហើយវានឹងធ្វើឲ្យជីវិតរបស់យើងកាន់តែមានភាពរីកចម្រើនបន្ថែមទៀត 9 សុភាពទន់ភ្លន់និងគូសន្ទនាវិធីនាំឲ្យការនិយាយបានល្អរឿងដំបូងដែលត្រូវនឹកគិតដល់នោះគឺការប្រើភាសាមួយដែលទន់ភ្លន់ប៉ុន្តែបើយើងនិយាយកំប្លែងលេងសើចឲ្យកើតភាពសប្បាយរីករាយនោះគួរតែស្ថិតនៅក្នុងព្រំដែនដែលជាភាសាដែលសុភាពប៉ុណ្ណោះពាក្យនិយាយអាវ៉ាសែមិនមែនជាសម្ដីដែលគួរឲ្យចង់ស្ដាប់និងមិនអាចទាក់ទាញចិត្តគូសន្ទនាបានឡើយ 10 ត្រូវមានភាពឈ្លាសវៃខណៈពេលដែលនិយាយគួរតែសង្កេតអ្នកស្ដាប់និងបរិស្ថានជុំវិញឲ្យបានល្អិតល្អន់ដើម្បីឲ្យឃើញពីសកម្មភាពនិងកិរិយាទាំងអស់របស់អ្នកស្ដាប់នោះអ្នកនឹងអាចអូសទាញការចាប់អារម្មណ៍ពីអ្នកស្ដាប់បានត្រីចំណុច 11 ទំនាក់ទំនងតាមក្រសែភ្នែកការសាងសម្ព័ន្ធភាពជាមួយអ្នកស្ដាប់តាមរយៈខ្សែភ្នែករបស់អ្នកខណៈពេលនិយាយនោះគឺជាផ្នែកមួយសំខាន់ណាស់ប្រសិនបើអ្នកឱនមុខចុះឬនិយាយឬខ្សែភ្នែកសម្លឹងមើលមិនដឹងទៅជាខាងណាខាងណីនោះអ្នកកំពុងតែធ្វើឲ្យអ្នកស្ដាប់អស់ជំនឿលើការនិយាយរបស់អ្នកហើយអ្នកប្រហែលជាមិនត្រូវការយ៉ាងនេះទេមែនទេបើអ្នកចង់អូសទាញការចាប់អារម្មណ៍និងចង់ឲ្យគេតាំងចិត្តស្ដាប់រឿងដែលអ្នកកំពុងតែនិយាយនោះចូលកុំយកភ្នែករបស់អ្នកសម្លឹងមើលអ្វីផ្សេងក្រៅពីអ្នកស្ដាប់ឡើយ 12 ជៀសវាងការឆ្លោះប្រកែកគ្នាជាមួយគូសន្ទនាបើអ្នកចង់ឈ្នះចិត្តមនុស្សរឿងដែលសំខាន់ដែលអ្នកត្រូវទុកឲ្យល្អនោះគឺកុំឆ្លោះប្រកែកជាមួយនឹងគេឲ្យសោះសូម្បីតែរឿងរ៉ាវខ្លះដែលគេនិយាយចេញមកអ្នកមិនយល់ស្របឬជាពាក្យដែលនិយាយចេញមកខុសយ៉ាងណាក៏ដោយអ្នកគួរតែបណ្ដោយឲ្យគេនិយាយដល់ចប់សិនក្រោយមកអ្នកគួរនិយាយឡើងវិញក្នុងលំនាំបែបប្រឹក្សាជាមួយគេជានេះទៅទៀតអ្នកត្រូវតែប្រើសំឡេងសុភាពរាបសារនិងធ្វើចិត្តឲ្យត្រជាក់ក្រោយមកចាប់ផ្ដើមនិយាយដោយហេតុផលដែលអ្នកចង់ទាញគេមកសូមធានាថាគេនឹងសេចក្ដីគិតពាក្យសម្ដីរបស់អ្នកតែវាមិនប្រកាសថាគេអាចនឹងបណ្ដោយមកតាមការគិតរបស់អ្នកទេប៉ុន្តែបើអ្នកមានហេតុផលដ៏មុតស្រួចនោះនឹងអាចមានប្រសិទ្ធភាពមិនធម្មតាទេក្នុងយុទ្ធសាស្ត្រនេះ 13 លើកឧទាហរណ៍មកបកស្រាយវិធីនិយាយដ៏ល្អអ្នកត្រូវតែធ្វើឲ្យអ្នកស្ដាប់មើលឃើញរូបភាពតាមរយៈឧទាហរណ៍ឲ្យគេមើលឃើញទៅដូចជារឿងមួយដែលមានរូបភាពច្បាស់លាស់ប៉ុន្តែការលើកឧទាហរណ៍មកនិយាយនោះអ្នកនិយាយក៏ត្រូវដឹងដល់ចំណុចរបស់អ្នកស្ដាប់ដែរដែលតែងតែមានភាពខុសប្លែកគ្នាក្នុងផ្នែកសតិបញ្ញានិងក្នុងការយល់ដឹងរបស់ពួកគេម្នាក់ៗដែរ
ដូច្នេះក្នុងការលើកឧទាហរណ៍អ្នកត្រូវតែគិតដល់អ្នកស្ដាប់របស់អ្នកថាតើពួកគេគឺជានរណាហើយការលើកឧទាហរណ៍នោះក៏ត្រូវនៅក្នុងលំដាប់ដែលពួកគេអាចចាប់បាននិងយល់បានផងដែរមិនមែនចេះតែលើកឧទាហរណ៍មកនៅក្នុងរឿងដែលគេពិបាកយល់នោះទេបើអ្នកមិនធ្វើយ៉ាងនេះទេការនិយាយរបស់អ្នកនឹងរលំរលាយព្រោះក្រៅពីមិនអាចឈ្នះចិត្តអ្នកស្ដាប់បានហើយគេអាចនឹងនិយាយនិន្ទាអ្នកនៅពីក្រោយខ្នងថែមទៀតផង14យល់ឲ្យដល់ការគិតរបស់អ្នកស្ដាប់មុននឹងយកឈ្នះចិត្តមនុស្សដទៃបាននោះយើងត្រូវយល់ដឹងពីអារម្មណ៍របស់គេឲ្យច្បាស់ជាមុនសិនអ្វីដែលសំខាន់នោះគឺត្រូវតែព្យាយាមចាប់យកការគិតរបស់គេឲ្យបានដោយលើកឡើងជាសំណួរសួរថាតើគេកំពុងតែគិតអ្វីត្រង់នេះត្រូវអាស្រ័យលើអ្នកជាអ្នកសង្កេតនិងវិភាគតែម្ដងបើសិនយើងធ្វើបានយើងនឹងដឹងភ្លាមថាតើគេទទួលយកការគិតរបស់យើងបានច្រើនឬក៏តិចប៉ុណ្ណាហើយបើមានចង្វាក់ល្អត្រូវតែប្រញាប់បញ្ចូលការគិតរបស់យើងឲ្យគេភ្លាមសូមចងចាំថាមនុស្សឆ្លាតត្រូវតែចេះឆក់ឱកាសមែនទេ15កុំអាននិយាយតចាំសំឡេងទះដៃនិងសំឡេងសើចឈប់សិនការនិយាយតរហូតនឹងធ្វើឲ្យមិនមានអ្នកណាចាប់អារម្មណ៍នៅទេដូច្នេះត្រូវនិយាយឲ្យមានចង្វាក់ជាពិសេសនៅពេលដែលមានសំឡេងទះដៃនិងសំឡេងសើចមកដល់អ្នកត្រូវឈប់សិនតែត្រូវស្វាគមន៍ដោយភាពញញឹមព្រោះថាសំឡេងទះដៃនិងសំឡេងសើចនោះលុបសំឡេងអ្នកខ្លាំងណាស់ដូច្នេះអ្នកគួរតែឈប់និយាយមួយផ្លែតរងចាំរហូតដល់សំឡេងទាំងនោះស្ងាត់បាត់ទៅសឹមគួរនិយាយតទៅមុខទៀតអ្នកមិនត្រូវខ្លាចថាការធ្វើបែបនេះនឹងធ្វើឲ្យការនិយាយនោះខូចចង្វាក់នោះទេព្រោះថាសំឡេងទះដៃនិងសំឡេងសើចនោះនឹងធ្វើឲ្យមនុស្សរីករាយរហូតដល់អ្នកមិនគួរជឿហេតុអ្វីការនិយាយរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូនម្ល៉េះហើយអ្នកស្ដាប់នឹងតម្រង់ក្រសែភ្នែកមករកអ្នកព្រមគ្នាក្នុងពេលតែមួយនេះគឺមានន័យថាអ្នកជាតួឯកហើយ16ពាក្យពេចន៍និងភាសាសំនួនភាសានិងពាក្យពេចន៍គឺជារឿងត្រូវគិតដល់ជាចាំបាច់ព្រោះវាជារឿងសំខាន់ក្នុងការនិយាយឲ្យមានសិល្បៈសំនួនភាសានិងពាក្យពេចន៍ដែលពោរពេញទៅដោយទម្ងន់កើតឡើងមកពីភាពជឿជាក់និងជាគ្រឿងជំរុញអ្នកស្ដាប់ឲ្យស្របតាមការគិតរបស់អ្នកបានមួយវិញទៀតបើសិនអ្នកចង់ឲ្យអ្នកស្ដាប់ចូលចិត្តការនិយាយរបស់អ្នកចាំបាច់ត្រូវតែប្រើសំនួនភាសានិងពាក្យពេចន៍ដែលអ្នកស្ដាប់ហើយយល់បានងាយសូមចងចាំថាអ្នកនិយាយមានភាពជឿជាក់លើខ្លួនឯងប៉ុណ្ណាអ្នកស្ដាប់ក៏មានភាពជឿជាក់លើខ្លួនអ្នកប៉ុណ្ណោះដែរ17ចំណុចចុងក្រោយការប្រើសំឡេងដ៏គួរចង់ស្ដាប់មានអ្នកខ្លះមានការចេះដឹងច្រើនរហូតដល់ថ្នាក់ជាបណ្ឌិតប៉ុន្តែពេលគេនិយាយចេញមកទោះជាគេនិយាយបានច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចធ្វើឲ្យអ្នកស្ដាប់ស្ងប់ចិត្តនិងសប្បាយចិត្តបានដែរមូលហេតុចម្បងគឺគេមិនចេះប្រើសំឡេងនិយាយបានល្អគឺជាសំឡេងក្រឡឺទន់ភ្លន់មិនខ្ពស់ពេកក៏មិនទាបពេកដែរក្បោះក្បាយមិនលឿនពេកក៏មិនជិតពេកដែរនិងចេះផ្លាស់ប្ដូរលំដាប់ចង្វាក់សំឡេងទៅតាមស្ថានភាពដែលត្រូវខ្លាំងឬក៏ខ្សោយប៉ុន្តែត្រូវខ្លាំងឬខ្សោយក៏ត្រូវឲ្យត្រូវចំណុចដែរមិនមែនបបាច់បបោចរហូតធ្វើឲ្យអ្នកស្ដាប់ធុញទ្រាន់ព្រោះមិនច្បាស់លាស់ថាតើត្រង់ណាឬក៏ន័យណាដែលជាកន្លែងពិតឬក៏កន្លែងសំខាន់នោះទេនៅក្នុងការនិយាយសិល្បៈនៃការនិយាយគឺជារឿងសំខាន់មួយហើយប៉ុន្តែរឿងដែលសំខាន់បន្ទាប់ពីសិល្បៈនៃការនិយាយនោះគឺការនិយាយយ៉ាងណាឲ្យឈ្នះចិត្តគេខាងក្រោមនេះខ្ញុំនឹងណែនាំ4វិធីដើម្បីឲ្យអ្នកអាចមានវិធីនិយាយដើម្បីយកឈ្នះចិត្តអ្នកដទៃបាន1និយាយក្នុងរឿងដែលកំពុងស្ថិតនៅក្នុងការចាប់អារម្មណ៍ពីមនុស្សទូទៅបើវាជាព័ត៌មានទាន់ហេតុការណ៍ក្តៅហើយមនុស្សទូទៅក៏គិតថាវាជារឿងសំខាន់ដែរហើយគូសន្ទនារបស់អ្នកក៏ចាប់អារម្មណ៍ដូចគ្នានោះអ្នកត្រូវតែចាប់ផ្ដើមនិយាយភ្លាមការនិយាយបែបនេះនឹងបើកផ្លូវឲ្យគូសន្ទនារបស់អ្នកបានសម្ដែងនៃការគិតតាក់ទងនឹងរឿងព័ត៌មាននោះដែរហើយការសន្ទនារបស់អ្នកនឹងចេញជារសជាតិមួយរំពេចសូមធានាជូនប៉ុន្តែចេញរសជាតិបានប៉ុណ្ណានោះគឺអាស្រ័យទៅលើខ្លួនរបស់អ្នកប៉ុណ្ណោះថាតើអ្នកនឹងគ្រប់គ្រងការសន្ទនានោះឲ្យរលូនបានតិចឬក៏ច្រើនតិចនិចនេះសូម្បីតែអ្នកទៅនឹងជួបមនុស្សដំបូងក៏អាចយកមកធ្វើជារឿងសន្ទនាគ្នាបានដែរ2និយាយដល់រឿងការងារចំណុចនេះសូមចាំទុកថាអ្នកត្រូវតែជឿជាក់លើការចេះដឹងពិតៗក្នុងរឿងការងារដែលអ្នកនឹងលើកឡើងមកនិយាយប្រាប់គេនោះ
ហើយអ្នកក៏ត្រូវតែដឹងឲ្យច្បាស់ដែលថាការងារដែលអ្នកកំពុងតែនិយាយនោះគូសន្ទនារបស់អ្នកក៏កំពុងតែចាប់អារម្មណ៍ដែរបើអ្នកធ្វើយ៉ាងនេះបានការនិយាយរបស់អ្នកនឹងពោពេញទៅដោយបរិយាកាសជាមិត្តភាពព្រោះគូសន្ទនាអាចនិយាយជាមួយអ្នកយ៉ាងសប្បាយចិត្តជាទេថាក្រោយពីនោះមកគ្រប់រឿងគ្រប់រ៉ាវផ្សេងៗនឹងคล้ายជាចំណងជើងក្នុងការសន្ទនាបានទាំងអស់វាហាក់បីដូចជាអ្នកបានស្គាល់គេយូរយារណាស់មកហើយអញ្ចឹង3និយាយដល់ថ្ងៃទំនេរវិធីនិយាយដើម្បីឲ្យគូសន្ទនាស្លងចិត្តរហូតដល់ភ្លេចបាយភ្លេចទឹកបាននោះគឺការនិយាយក្នុងរឿងដែលគេចូលចិត្តជាក់ស្ដែងឧបមាថាបើយើងដឹងថាគេចូលចិត្តកីឡាវាយកូនគោលអ្នកត្រូវលើកយករឿងនេះមកនិយាយភ្លាមខ្ញុំសូមធានាថាគេនឹងពេញចិត្តហើយគេនឹងនិយាយជាមួយយើងយ៉ាងអណ្ដែតអណ្ដូងគ្រាចុងក្រោយអ្នកអាចនិយាយស្នើថាថ្ងៃណាទំនេរយើងនឹងទៅលេងវាយកូនគោលទាំងអស់គ្នាបានទេជឿទេគេមិនហ៊ានបដិសេធនឹងអ្នកទេ4និយាយរឿងកំប្លុកកំប្លែងការនិយាយដែលគួរឲ្យអស់សំណើចគឺជារឿងមួយសមរម្យសម្រាប់មនុស្សដែលទើបនឹងស្គាល់គ្នាថ្មីព្រោះវានឹងធ្វើឲ្យក្រុមមួយទៀតចាប់អារម្មណ៍បានយ៉ាងងាយជាងមុនប៉ុន្តែគួរប្រុងប្រយ័ត្នរឿងកំប្លុកកំប្លែងនោះកុំទៅសាងភាពរំខានឬធ្វើឲ្យខូចអារម្មណ៍ដល់អ្នកដទៃដែលខាតសូមចងចាំថាកុំទៅនិយាយរឿងកំប្លុកកំប្លែងបែបលាមកលេបខាយឲ្យសោះព្រោះជំនួសឲ្យការចាប់អារម្មណ៍គេអាចនឹងកើតមានអារម្មណ៍ធុញទ្រាន់អ្នកក៏ថាបានដែរដូច្នេះសូមរើសតែរឿងណាដែលនិយាយចេញទៅហើយអាចសាងអារម្មណ៍ល្អបានកំប្លុកកំប្លែងតែមានភាពរំទុំភាពជាអ្នកនិយាយដ៏ល្អក្រៅពីនិយាយដោយសុភាពអ្នកក៏ត្រូវធ្វើជាអ្នកស្ដាប់ដ៏ពូកែផងដែរកុំពើតតែពីការនិយាយរហូតមិនឲ្យឱកាសដល់គូសន្ទនារបស់អ្នកផងនោះព្រោះវានឹងធ្វើឲ្យគូសន្ទនារបស់អ្នកធុញទ្រាន់រហូតដល់ចង់គេចមុខចេញនៅពេលដែលគេនិយាយត្រូវតែតាំងចិត្តស្ដាប់ដើម្បីឲ្យគេមានអារម្មណ៍ថាអ្នកចាប់អារម្មណ៍លើគេពិតៗហើយរឿងសំខាន់កុំស្ដាប់រហូតដល់ភ្លេចខ្លួនឬធុញទ្រាន់ឡើយអ្នកក៏គប្បីជជែកនិងសាកសួរគូសន្ទនារបស់អ្នកផងដែរមិនមែនអង្គុយស្ដាប់តែម្យ៉ាងនោះទេត្រូវតែសួរគេខ្លះផងដើម្បីបង្ហាញចេញពីការចាប់អារម្មណ៍ក្នុងរឿងដែលគេនិយាយគេនឹងពេញចិត្តអ្នកในទីបំផុតចំណុចនេះអ្នកនឹងឈ្នះចិត្តគូសន្ទនាបានហើយការអូសទាញគេឲ្យបណ្ដោយតាមការគិតរបស់អ្នកនោះវាមិនលំបាកនោះទេ